សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានដៃថ្មីចង់បង្ហាញជូនអ្នកទាំងអស់គ្នាហើយនៅក្នុងដៃខ្ញុំនេះគឺជាឡានដែលមានលក់នៅ RC Cambodia ហើយរូបរាងរបស់វាស្អាតខ្លាំងមែនទែនអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានចាំចាំសិនជាអ្នកទាំងអស់គ្នាចង់បាននោះលុយពីសាប់ខ្ញុំទៅបានទេต้องมาเลี้ยงตามฉันเอาฮอดมันเคยจ้างโจนั่งอ่ะបងធ្វើម៉េចទូរស័ព្ទខ្ញុំមកវីដេអូខ្ញុំនៅក្នុងហ្នឹងណាជប់កំភៃខ្ញុំមានវិធីសាស្ត្រអ្នកតើគ្នាបើសិនជាយើងបាត់ទូរស័ព្ទដោយចោលឆក់ឬក៏បាត់ទូរស័ព្ទដោយប្រការណាមួយគឺយើងត្រូវតែធ្វើតាមវិធីសាស្ត្រមួយនេះប៉ុន្តែមុននឹងធ្វើតាមវិធីសាស្ត្រមួយនេះគឺយើងត្រូវតែមាន iCloud នៃទូរស័ព្ទដែលបានបាត់មកភ្ជាប់ជាមួយនឹងទូរស័ព្ទដែលកំពុងតែស្វែងរកនេះឥឡូវយើងចូលមកកាន់ setting ទាំងអស់គ្នាដើម្បីស្វែងរកទូរស័ព្ទទាំងអស់គ្នាជាដំបូងយើងចូលមកកាន់ setting ហើយយើងត្រូវតែបំពេញនៃ iCloud ទូរស័ព្ទដែលបានបាត់នោះមកកាន់ទូរស័ព្ទដែលយើងកំពុងតែស្វែងរកនេះបន្ទាប់ពីយើងបានបំពេញរួចស្រេចហើយយើងទៅស្វែងរកពាក្យថា Find My វានឹង load ឲ្យយើងឃើញនៅ location នៃទូរស័ព្ទដែលបានបាត់នោះបន្ទាប់មកគឺវាមាន load ពាក្យថា iPhone XS Max ជាទូរស័ព្ទដែលយើងបានបាត់ទៅចុះហើយយើងបន្ទាប់មកយើងចុចពាក្យថា iPhone XS Max វានឹង load ទីតាំងនៃទូរស័ព្ទដែលបានបាត់នោះហើយប៉ុន្តែប្រសិនបើយើងការពារហានិភ័យពីទូរស័ព្ទដែលបានបាត់នោះបន្ទាប់មកយើងស្វែងរកពាក្យថា Lost Mode ឬយើងស្វែងរកពាក្យថា Continue នៅពេលដែលយើងចូលមកកាន់ទីនេះវានឹងឲ្យយើងវាយលេខទូរស័ព្ទរបស់យើងបន្ទាប់មកយើងចុច Next ហើយយើងអាចថាវាយសារបន្តិចបន្តួចទៅកាន់ទូរស័ព្ទបានបាត់នោះដើម្បីឲ្យអ្នកដែលឃើញទូរស័ព្ទរបស់យើងតាក់ទងមកយើងបានបន្ទាប់មកយើងចុច Next ហើយយើងចុច Activate ឧទាហរណ៍ថានេះជាទូរស័ព្ទដែលបានបាត់ដូច្នេះគ្រប់យ៉ាងវានឹង load នៅលើទូរស័ព្ទដែលបានបាត់របស់យើងនៅទីនេះទីតាំងឡើងតាហ្នឹងតោះអ្នកទាំងគ្នានេះគឺជាវិធីសាស្ត្រមួយដែលយើងអាចយកទូរស័ព្ទរបស់យើងដែលបានបាត់យកមកវិញតាន់ភ្លាមចុះមកមកទីបាត់ទូរស័ព្ទបាត់ទៅហ្នឹងហើយបើសិនជាគេបាត់ទូរស័ព្ទបាត់នោះបានន័យថាយើងពិបាកនឹងស្វែងរកទូរស័ព្ទដែលបានបាត់នេះមែនតើប៉ុន្តែនេះគ្រាន់តែជាក្នុងលក្ខខណ្ឌមួយដែលយើងកំពុងតែបាត់ទូរស័ព្ទភ្លាមហើយយើងកំពុងតែស្វែងរកភ្លាមដូចគ្នាប្រសិនបើទូរស័ព្ទដែលយើងបាត់នោះមិនបានបើកនៅអ៊ីនធឺណិតបានបើកនៅមុខងារ Find My នោះទេយើងច្បាស់ណាស់ប្រកាសជាពិបាកនឹងស្វែងរកទូរស័ព្ទនោះដូចគ្នាដូច្នេះបងប្អូនទាំងគ្នាមានតែធ្វើការប្រុងប្រយ័ត្នបានខ្ពង់ខ្ពស់ការពារប្រសើរជាងព្យាបាល